បាទសួស្តីពុកម៉ែបងប្អូននេះជាសកម្មភាពខ្ញុំទៅសៀមរាបពួកយើងបានក្រោយពីព្រលឹមម៉ោង4រួចធ្វើដំណើរឆ្ពោះទៅខេត្តសៀមរាបធ្វើដំណើរបានប្រហែលជា2ម៉ោង45នាទីពួកយើងមកដល់ស្ពានកំពង់ក្តីដែលជាស្ពានចំណាស់បុរាណរបស់ខេត្តសៀមរាបហើយយើងបានចុះមកផ្តិតទិដ្ឋភាពអស់នេះជូនបងប្អូនទស្សនាបាទបន្ទាប់ពីយើងបានស្រស់ស្រូបនំអាកោត្នោតដែលជានំរបស់ខ្មែរយើងរួចហើយយើងបន្តទៅខេត្តសៀមរាបជាបន្តទៀតនៅក្នុងក្រុងសៀមរាបខេត្តសៀមរាបវត្តត្រាំនៀកដោយឃើញបងប្អូនក្នុងការលំបាករបស់បងប្អូនដែលអត់មានតុបអីសិក្សាពួកយើងក៏បានសម្រេចចិត្តមូលមតិគ្នាដើម្បីរកសប្បុរសជនមួយចំនួនក្នុងនោះមាន23នាក់បូកទាំងខ្ញុំពួកខ្ញុំ3នាក់ទៀតទាំងអស់26នាក់បានតុកនឹងកៅអីចំនួន125ឈុតហើយក៏សូមអរគុណទៅដល់បងប្អូនទាំងអស់ដែលបានចូលរួមជួយទៅដល់បងប្អូនជនភៀសសិស្សដែលគាត់ខ្វះសម្ភារៈសិក្សាហើយនឹងតុកកៅអីពួកយើងខ្ញុំសូមអរគុណសូមថ្លែងអំណរគុណដល់អង្គពូមីងពុកម៉ែបងប្អូនទាំងអស់ដែលបានជួយពួកគាត់ទោះមិនបានច្រើនក៏បានតិចតួចដើម្បីជាកម្លាំងចិត្តដើម្បីឲ្យពួកគាត់បានសិក្សាទាំងអស់គ្នាហើយជាសកម្មភាពបន្តនេះគឺជាសកម្មភាពចូលភាសាចូលសម្លេងតាមក្រោយថតយកវីដេអូមកពីបណ្ដាខេត្តផ្សេងគ្នាទាំងអស់នៅក្នុងរាជាណាចក្រកម្ពុជាសូមបងប្អូនទស្សនាជាបន្តហើយនៅចុងក្រោយខ្ញុំបាទដាក់ឈ្មោះសប្បុរសជនទាំងអស់នៅក្នុងវីដេអូខាងក្រោយអត់នេះក៏ថតទស្សនភាព